សូមក្រាបថ្វាយដល់ព្រះធេរានុថេរៈគ្រប់ព្រះអង្គហើយសូមរំលឹកនឹកគុណដល់ព្រះរតនត្រ័យហើយសូមគោរពដល់លោកប្រធានគណៈកម្មការគណៈប្រតិភូអមហើយលោកជាប្រធានអនុប្រធានថ្នាក់ជាតិព្រមទាំងអង្គខាងប្រតិបត្តិខេត្តហើយលោកយាយលោកតាទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកិច្ចសេចក្តីរំភើបសប្បាយរីករាយដែលបានឃើញការចូលរួមពីលោកយាយលោកតាហើយបងប្អូនយើងក្នុងការដើរជាមួយនឹងគណៈបកចំនួនថ្មីហើយស្ដាប់ការថ្លែងរបស់លោកជាប្រធានថ្នាក់ជាតិមុននេះរាយការណ៍ពីកិច្ចការងារនិងភូមិសាស្ត្រនៅក្នុងខេត្តកំពង់ធំចឹងខេត្តកំពង់ធំនោះដូចជាសំណាងជាងគេនៅចំកណ្ដាលប្រទេសបាទនៅចំកណ្ដាលប្រទេសកម្ពុជាហើយយើងឃើញថាជាតំបន់ដែលឆ្លងកាត់ពិសេសយើងមើលផ្លូវជាតិលេខ6នេះឆ្លងកាត់ទៅសៀមរាបក៏បានទៅខាងព្រះវិហារស្ទឹងត្រែងកញ្ចេះបាទហើយកាត់ទៅខាងរតនគិរីមណ្ឌលគិរីនេះគឺថាចិត្តទៀតហើយទៅខាងត្បូងឃ្មុំកំពង់ចាមកំពង់ធំគឺថាមានកន្លែងឆ្លងកាត់ហ្នឹងគឺជាតំបន់ភូមិសាស្ត្រល្អមួយបាទហើយម្យ៉ាងទៀតយើងឃើញថាសក្តានុពលមានទាំងស្វាយចន្ទីមានទាំងផ្នែកចំការស្រែប្រាំងបាទហើយបើចង់ឆ្លងកាត់ទៅកំពង់ឆ្នាំងហ្នឹងខ្ញុំធ្លាប់ជិះកាត់ផ្លូវហ្នឹងប្រហែលជា30នាទីជាងទៅដល់ខាងកំពង់ចម្លងបាទនៅកំពង់លេងហ្នឹងអញ្ចឹងយើងឃើញថាផ្លូវកាត់ហ្នឹងលឿនប៉ុន្តែគ្រាន់តែពេលដែលខ្ញុំឆ្លងកាត់លើកមុនហ្នឹងគឺផ្លូវវាខូចខាតខ្លះយើងដល់ឥឡូវបែររួចឲ្យដឹងទៅបាទអញ្ចឹងងាយស្រួលអញ្ចឹងទីតាំងនេះគឺថាងាយស្រួលទេហើយម្យ៉ាងទៀតផលនេសាទក៏យើងអាចនឹងឃើញថាខេត្តកំពង់ធំនេះមានសក្តានុពលច្រើនជាងខេត្តផ្សេងជាអាទិភាពបាទហើយគណៈបកចំនួនថ្មីមើលឃើញថាអ្វីដែលជាភាពខ្វះខាតនៃការដឹកនាំរបស់រដ្ឋាភិបាលគឺយើងត្រូវជាយាមរកនៅហេតុផលបំពេញអញ្ចឹងការដែលដើរចូលរួមជាមួយគណៈបកចំនួនថ្មីគឺជារឿងត្រឹមត្រូវហើយជាការសម្រេចចិត្តដ៏ច្បាស់លាស់មួយព្រោះគណៈបកចំនួនថ្មីគឺជាអ្នកដែលគិតផលប្រយោជន៍ប្រជាពលរដ្ឋគិតផលប្រយោជន៍ប្រជារាស្ត្រនិងគិតផលប្រយោជន៍នៃប្រទេសជាតិរបស់យើងតាមបែបលទ្ធិប្រជាធិបតេយ្យបាទអ្វីទៅជាប្រជាធិបតេយ្យគឺការគោរពសិទ្ធិមនុស្សការគោរពនៅការបញ្ចេញមតិយោបល់ការឲ្យតម្លៃគ្នានៅក្នុងសង្គមអត់មានឯងមានអញមានខ្មាំងសត្រូវមានអីដូចសម័យមុនទៀតទេបាទមុន79ហ្នឹងគឺថាយើងដាំសណ្ដែកធ្វើល្ងដាំម្ទេសហ្នឹងទៅបេះម្ទេសខ្លួនឯងក៏អត់បានដែរអញ្ចឹងដើម្បីឲ្យវាមានសិទ្ធិក្នុងការសម្រេចស្វែងសម្រេចខ្លួនឯងគឺយើងចេះការពារផលប្រយោជន៍ខ្លួនឯងចេះការពារផលប្រយោជន៍ប្រជារាស្ត្របាទហ្នឹងហៅប្រជាធិបតេយ្យមិនមែនហាមឃាត់មិនឲ្យមានសិទ្ធិនិយាយពេលដែលឃើញអយុត្តិធម៌មិនឲ្យគ្នានិយាយហើយនិយាយមានតែចាប់ចងដាក់គុកអាហ្នឹងអត់ទេមិនមែនប្រជាធិបតេយ្យទេយើងមានសិទ្ធិក្នុងការរិះគន់ស្ថាបនាមានការហ៊ាននិយាយនៅអ្វីដែលជាចំណុចអវិជ្ជមានដែលមិនត្រឹមត្រូវអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុកខេត្តក្តីគឺថាបើពួកគាត់មិនបានធ្វើអ្វីជាប្រយោជន៍ប្រជាពលរដ្ឋទេគឺយើងមានសិទ្ធិក្នុងការតវ៉ាពីព្រោះពួកគាត់សម្រេចចិត្តខុសយើងត្រូវធ្វើម៉េចដើម្បីឲ្យត្រូវមកវិញនឹងហើយជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ប៉ុន្តែយើងមិនជេរប្រមាថទេបើជេរប្រមាថវាចូលនៅក្នុងច្បាប់ព្រហ្មទណ្ឌណាការហែកគេឬក៏បរិហាគេហ្នឹងគេអាហ្នឹងវាខុសច្បាប់តែបើយើងរិះគន់និយាយអំពីអ្វីជាផលប្រយោជន៍រួមអត់ខុសទេយើងរិះគន់បាទដូចយើងឃើញថាប្រជាពលរដ្ឋដែលគាត់ថាខំធ្វើស្រែ
តែដល់ពេលបានផលវាបានអត់សមនឹងអ្វីដែលគាត់បានប្រឹងប្រែងទៅជាធ្លាក់ថ្លៃស្រូវអញ្ចឹងទៅប៉ុន្តែរឿងឃើញថាប្រហែលថ្ងៃមុនហ្នឹងឃើញនាយករដ្ឋមន្ត្រីនិយាយអំពីរឿងតាក់ទងទៅនឹងរឿងស្វាយចន្ទីអីហ្នឹងគឺថាមានកំណែតម្រង់អីច្រើនហើយអញ្ចឹងបានន័យថាសម្លេងរបស់ប្រជាពលរដ្ឋសម្លេងអ្នកនៅមូលដ្ឋានហ្នឹងគឺសំខាន់ណាស់ដើម្បីឲ្យអ្នកដឹកនាំជាតិនេះមានការកែប្រែហើយយើងហៅថាគណៈបកជំទាស់ក្រៅរដ្ឋាភិបាលមិនទាន់បានតែដឹកនាំរដ្ឋាភិបាលមិនទាន់បានតែដឹកនាំប្រទេសជាតិគេហៅថាបកក្រៅរដ្ឋាភិបាលហើយអ្នកខ្លះគេថាទៅគិតអីបកហ្នឹងវាអត់ទាន់ហ៊ាននិយាយតែខ្លួនឯងជាបកប្រឆាំងមកហ្នឹងកាលណាគណៈបកក្រៅរដ្ឋាភិបាលមានសិទ្ធិជំទាស់នៅអ្វីដែលរដ្ឋាភិបាលធ្វើខុសអញ្ចឹងគឺយើងប្រើភាសាជំទាស់ឬក៏ក្រៅរដ្ឋាភិបាលពីព្រោះយើងអត់ចង់ពេលខ្លះភាសាដែលប្រើខុសនេះឬក៏ភាសាខ្លះនេះវាធ្វើឲ្យប៉ះពាល់អារម្មណ៍ឲ្យតែលឺប្រឆាំងពីមុនឲ្យតែលឺប្រឆាំងអត់បានទេបាទខ្ញុំធ្លាប់នៅតាំងពីអាណត្តិទី1មកពេលតែឲ្យតែលឺតែគណៈបកប្រឆាំងគឺថាគំនុំគុំគូនគ្នាក្នុងខ្មែរនិងខ្មែរគ្នាឯងរហូតដល់បាញ់បោះរត់ចោលចូលដប់ចូលព្រៃមុនសមារណកម្មហ្នឹងគឺខ្ញុំធ្លាប់ឃើញបែបហ្នឹងបាទអញ្ចឹងបានខ្ញុំអត់ចង់ឃើញអត់ចង់ឮភាសាថាគណៈបកប្រឆាំងហ្នឹងគឺសុទ្ធតែពួកដែលស៊ីសាច់ហត់ឈាមចំពោះគ្នាទេអត់ទេអញ្ចឹងយើងបើកគណៈបកនយោបាយមួយនេះមិនមែនដើម្បីឆ្លោះគ្នាទេដើម្បីរួបរวมគ្នាធ្វើការងារទាមទាររកផលប្រយោជន៍របស់ប្រជារាស្ត្រយើងម្នាក់ឯងដូចចង្កឹះមួយដើមអញ្ចឹងយើងនិយាយអត់បានណាគេងាយកាច់តែបើចង្កឹះមួយបាច់គេមិនងាយកាច់ទេមុនបាក់ក៏វាពិបាកវេទនាណាស់ដែរអញ្ចឹងបានយើងបង្កើតគណៈបញ្ញយោបាយស្របទៅតាមអ្វីជាច្បាប់រដ្ឋធម្មនុញ្ញជាច្បាប់នៃការបង្កើតគណៈបកនយោបាយដែលមានចែងរួចហើយអាយុ18ឆ្នាំគឺយើងមានសិទ្ធិក្នុងការបោះឆ្នោតប្រជាពលរដ្ឋបាទឃើញខាងយុវជនហ្នឹងក៏បានលើកឡើងអញ្ចឹងហើយយើងរំលឹកផងថាដើម្បីមានសិទ្ធិបោះឆ្នោតហ្នឹងគឺត្រូវមានអត្តសញ្ញាណប័ណ្ណសភៅគ្រួសារនេះយកទៅធ្វើណានាំគ្នាយកចិត្តទុកដាក់មែនទេណាអ៊ំពូមីងបងប្អូនទាំងអស់គ្នាអត្តសញ្ញាណប័ណ្ណហ្នឹងយើងយកទៅបើអត់ទាន់មានទេគឺធ្វើម៉េចរត់ដោះស្រាយឲ្យបានហើយឯកសារហ្នឹងឯកសារសំខាន់ណាស់ខ្ញុំធ្លាប់ជួបឧបសគ្គច្រើននៅក្នុងពេលដែលចុះរោស្នាមមេដៃហ្នឹងពាក្យច្រើនបាត់អត្តសញ្ញាណប័ណ្ណអត់រាយការណ៍ទៅប៉ុស្តិ៍អ្នកខ្លះក៏ពោះសុពលភាពអត់បានយកចិត្តទុកដាក់មករវល់ការងារចេញចូលអញ្ចឹងទៅបាត់អត្តសញ្ញាណប័ណ្ណគឺសំខាន់ណាស់គឺលិខិតមួយនេះគឺតំណាងឲ្យប្រវត្តិរូបរបស់យើងតែម្ដងហើយអាចប្រើការជាផ្លូវជាតិនិងអន្តរជាតិទៀតបាទព្រោះយើងយកអត្តសញ្ញាណប័ណ្ណធ្វើប៉ាសពតអីលិខិតឆ្លងដែនហ្នឹងគេយើងប្រើអត្តសញ្ញាណប័ណ្ណសភៅគ្រួសារសម្បត្តិកំណើតចង់ធ្វើទិញដីលក់ចលនៈទ្រព្យអចលនៈទ្រព្យរៀបអាពាហ៍ពិពាហ៍អីគឺគេយោងទៅលើឯកសារហ្នឹងអញ្ចឹងយកចិត្តទុកដាក់មែនទែនហើយបើមានចំណុចខ្វះខាតណាមួយយើងត្រូវរាយការណ៍ទៅអាជ្ញាធរដោះស្រាយហើយកន្លងមកយើងឃើញមានរឿងបញ្ហាច្រើនអត្តសញ្ញាណប័ណ្ណហ្នឹងគឺថាបងប្អូនខ្លះថាដូចជាខុស 70% ខុសអក្សរសរសេរអក្សរខ្មែរផ្សេងឡាតាំងផ្សេងទៅហើយពេលខ្លះលិខិតដើមហ្នឹងវាត្រូវទេតែដល់ពេលខាងអ្នកមានសមត្ថកិច្ចហ្នឹងយកទៅធ្វើវាខុសឲ្យតែខុសឲ្យតែកែនៅតុលាការបាទដល់កែនៅតុលាការចាំចុះចាំឡើងហើយពេលខ្លះឮថាតើតែមានលុយទៀតដាក់លុយមុនអ្នកខ្លះថា30-40 ម៉ឺនអីឡើងចុះតម្រាំបានអត្តសញ្ញាណប័ណ្ណមកវិញហើយទាំងដែលពួកគាត់ជាប្រជាពលរដ្ឋហ្នឹងអត់បានធ្វើខុសទេតែអ្នកមានសមត្ថកិច្ចក្នុងកិច្ចការងារហ្នឹងគាត់អ្នកធ្វើខុសវាបែរជាយើងនេះជាអ្នកខាតបង់លុយកាក់នេះហើយដែលយើងត្រូវតែនិយាយត្រូវហ៊ានឲ្យគេមានការកែតម្រង់កិច្ចការងាររដ្ឋបាលអភិបាលកិច្ចដោយសារតែកំហុសបច្ចេកទេសរបស់អ្នកដឹកនាំវាធ្វើឲ្យក្រដល់យើងរវល់ក្នុងការដោះស្រាយរឿងអត្តសញ្ញាណប័ណ្ណរវល់ក្នុងហើយខាតពេលខាតវេលាខាតលុយកាក់ទៀត
ដេករងចាំទៀតបើចង់ប្រញាប់ដាក់លុយឲ្យលឿនអាហ្នឹងវាអញ្ចឹងបានយើងត្រូវតែរៀនធ្វើម៉េចប្រើសិទ្ធិសេរីភាពរបស់យើងនៅក្នុងក្របខ័ណ្ឌដ៏ត្រឹមត្រូវយើងអាចបានទៅប្រឆាំងជំទាស់គ្នាឆ្លោះគ្នាស៊ីសាច់ហត់ឈាមទៀតទេនេះហើយជាការរួមចំណែកបាទហើយប្រហែលខែមុនហ្នឹងខ្ញុំបានចុះទៅជួយប្រជាពលរដ្ឋនៅខាងឧត្តរមានជ័យហ្នឹងធ្វើលិខិតស្នាមប្លង់រឹងខ្ញុំវាអត់មានដីប្លង់ខ្លួនឯងទេស៊ើបអង្កេតទៅអត់ទាន់មានដីមកប្លង់ទេក្រទេមកធ្វើនយោបាយប៉ុន្តែបើថាអ្នកមានមកជួយក៏ល្អណាខ្ញុំបានសម្រាប់ដែរដោយសារតែអត់ឃើញមានអ្នកមានគាត់មានការចូលរួមប៉ុន្តែអាចចូលរួមពេលក្រោយទៀតគាត់មានជាថវិកាមានស្បៀងមានអីអាហ្នឹងគឺទឹកចិត្តរបស់ពួកគាត់ប៉ុន្តែយើងធ្វើនេះគឺថាដើម្បីចាប់ផ្ដើមអញ្ចឹងបានថាលោកអនុប្រធានប្រតិបត្តិថ្នាក់ជាតិខាងប្រតិបត្តិថ្នាក់ជាតិហ្នឹងគាត់លើកឡើងអញ្ចឹងថាយើងត្រូវចេះរួមគ្នាដូចយើងនៅចុងភៅអញ្ចឹងណាម្នាក់ដាំបាយម្នាក់ស្លទៅរោគ្រឿងរោមានកូនកបិតមានអីនឹងផ្សំគ្រឿងទៅវាបានគ្រឿងបានសម្លបានម្ហូបនឹងវាឆ្ងាញ់គណៈបកនយោបាយដូចគ្នាបើថាចាំតែមើលបំណាំគ្នាទេទៅមុខអត់រួចទេអញ្ចឹងទៅជួយគ្នាអញ្ចឹងត្រឡប់មកវិញរឿងកិច្ចការងារទៅខាងធ្វើប្លង់រឹងឬបងប្អូនយើងច្រើនណាស់ដែលរអ៊ូរទាំតាមបណ្ដាញសង្គមក៏ដូចគ្នាប៉ុន្តែខ្ញុំជួបផ្ទាល់បាទគ្រាន់តែរត់ចុះរត់ឡើងហ្នឹងអាការធ្វើដំណើរឡើងចុះទៅតាមបែបបទរដ្ឋបាលហ្នឹងវាសឹងតែគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅទៀតណាម្នាក់គឺថាឆ្លងកាត់ពីភូមិមួយទៅឃុំមួយឆ្លងពីភូមិទៅឃុំឆ្លងពីឃុំទៅខាងមន្ទីរអីមន្ទីរខាងសរយោដីហ្នឹងទៅធ្វើហើយហ្នឹងឲ្យទៅខាងពុនទៀតអស់ពីពុនហើយត្រឡប់មកភូមិទៅឃុំទៀតត្រឡប់3 4 ដងគ្រាន់តែថាធ្វើកិច្ចការងារហ្នឹងហើយទៅហ្នឹងបងប្អូនយើងដឹងមិនហ៎បើថាអត់ដាក់លុយពួកគាត់ថាបើមិនដាក់លុយទេគឺអ្នកធ្វើការងារក៏មិនសូវស្រស់ស្រាយទេមិនសូវរាក់ទាក់ទេអានេះចឹងបញ្ហាហើយថ្នាក់ក្រោមហ្នឹងសួរថាថ្នាក់កំពូលហ្នឹងដឹងអត់ថាពួកគាត់ពេលខ្លះគាត់មិនដឹងទេរបាយការណ៍ខ្លះរឿងកិច្ចការងារខ្លះគឺថាត្រូវបិទបំពួនអញ្ចឹងដាក់លុយចុះលុយឡើងក្នុងសេចក្តីថ្លែងការណ៍លោកនាយករដ្ឋមន្ត្រីថាมันមានគិតលុយទេប៉ុន្តែបើគិតចុះគិតឡើងរាប់លានតែម្នាក់ហើយពេលខ្លះវាមានអាបែបទុច្ចរិតនៅក្នុងនឹងទៀតលិខិតស្នាមដែលត្រូវអត់បំបែកក្បាលដីហ្នឹងគឺផ្ដល់ព័ត៌មានគេថាបំបែកទៅស្រួលបំបែកមួយក្បាលដីហ្នឹងអស់ 20000 ទៀតអញ្ចឹង5ក្បាលដីហ្នឹងអស់ប៉ុន្មានគិតមើលទៅប៉ុន្តែក៏មានមន្ត្រីល្អខ្លះដែរគាត់ថាមិនត្រូវបំបែកទេអញ្ចឹងដោយសារអីគឺបញ្ហាស្មុគស្មាញនៃលិខិតរដ្ឋបាលហើយបញ្ហាស្មុគស្មាញនៃក្រមឆ្លៀតឱកាសហ្នឹងដែរកន្លែងខ្លះបើមិនឲ្យប្រជាពលរដ្ឋធ្លាក់លុយគឺថាអត់ចេញមកអញ្ចឹងកិច្ចការងាររដ្ឋបាលហ្នឹងគឺស្មុគស្មាញខ្លះតែផ្នែកប្រព័ន្ធតែបើស្មុគស្មាញមែនទែនគឺមនុស្សកាលណាមនុស្សអត់គោរពទូនាទីអត់គោរពនៅឋានៈតំណែងរបស់ខ្លួនឯងទេគឺថាឡើងមកដើម្បីច្បាមផលប្រយោជន៍ផ្ទាល់ខ្លួនអញ្ចឹងមិនថាសូមរំលឹកបងប្អូនយើងថាទាំងខ្ញុំក៏ដូចគ្នាថាតួនាទីតំណែងនេះវាអត់ថិតថេរទេវាអត់អមតៈទេប៉ុន្តែយើងគ្រាន់តែយកមកប្រើដើម្បីជាផលប្រយោជន៍ប្រជាពលរដ្ឋហើយអ្វីដែលថិតថេរគឺគុណធម៌សច្ចធម៌សេចក្តីល្អជាមួយគ្នាបើសិនជាយើងធ្វើកិច្ចការងារយកតួនាទីដើម្បីគៀបសង្កត់យកក្រេបជញ្ជក់ដូចឆ្លើងសង្គមដូចបញ្ញាក្អែកទុំដើមឈើទេអាហ្នឹងពេលដែលយើងអស់តួនាទីតំណែងគឺវាអត់មានអ្នកណារាប់រោទេបាទអញ្ចឹងយើងត្រូវតែធ្វើអ្វីដែលជាគុណធម៌សច្ចធម៌របស់យើងប្រឹងប្រែងកុំឲ្យយកតួនាទីធ្វើជាអំនួតធ្វើជាមានះអត់បានទេវាអត់បានជាផលប្រយោជន៍យូរបែបអញ្ចឹងត្រឡប់មកវិញកិច្ចការងារនៃគណៈបកចំនួនថ្មីសូមឲ្យបងប្អូនយើងតាមមូលដ្ឋានណាហ៊ាននិយាយហ៊ានប្រឈមនេះហើយគឺជាការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនឯងហើយគណៈបកនយោបាយក៏ដូចគ្នាគឺនៅខាងបងប្អូនប្រជាពលរដ្ឋយើងអត់រត់ចោលពីបងប្អូនយើងទេបងប្អូនប្រជាពលរដ្ឋយើងត្រូវការអី
គឺយើងត្រូវការបំពេញដូច្នេះកុំគិតថាធ្វើនយោបាយធ្វើមិនឈ្នះគេយើងមិនមែនត្រូវការឈ្នះប្រកួតប្រជែងកັບសម្រាប់គ្នាទៀតទេបើសិនជាថ្ងៃមុខទៅទៀតបងប្អូនយើងគ្រប់គ្រងថាត្រូវការលោកប្រធានមេសវណ្ណរាធ្វើជានាយករដ្ឋមន្ត្រីអានឹងជារឿងរបស់បងប្អូនប្រជាពលរដ្ឋយើងប៉ុន្តែនៅក្នុងពេលនេះយើងចាប់ផ្ដើមរួមគ្នាធ្វើសន្សំដោះស្រាយកំណែតម្រង់ឲ្យបានធ្វើម៉េចឲ្យបងប្អូនយើងសុខសាន្តសប្បាយរីករាយមានសេដ្ឋកិច្ចរុងរឿងមានអ្វីដែលថាកន្លងមកវាជួបបញ្ហាហ្នឹងគឺយើងដោះស្រាយឲ្យបាននឹងគឺការត្រូវការភាពដោះស្រាយបើដោះស្រាយបានតើតែយើងមានការគ្រប់គ្រងមានសម្លេងគ្រប់គ្រងពីបងប្អូនប្រជាពលរដ្ឋយើងមានអាសនៈនៅក្នុងសភាអានឹងយើងកាន់តែមានអំណាចក្នុងការដោះស្រាយបន្ថែមទៀតអញ្ចឹងมันត្រូវការរួមគ្នាកុំដេកចាំមើលកុំរងចាំមើលកុំមើលបំណាំគ្នាកុំប្រទៀងគ្នាកុំទាញគ្នាដែលធ្វើឲ្យដេករងចាំវាសនាมันអាចកាប់កំពង់រងចាំទឹកភ្លៀងបានទេយើងត្រូវតែមានការចូលរួមហើយអ្នកខ្លះថាឲ្យតែលឺនយោបាយគឺភ័យខ្លាចឥឡូវខ្ញុំសូមឲ្យប្រើនយោបាយគឺជាដំណោះស្រាយកុំឲ្យប្រើថានយោបាយវាគាត់ទៅជារឿងបោកប្រាស់កាប់ចាក់ពេលខ្លះវាបោកប្រាស់គ្នាក៏វាបញ្ហាដែរខ្ញុំចង់ចាំនៅភាសាដែលគាត់ផ្ដាំមកខ្ញុំលោកសាស្ត្រាចារ្យម្នាក់ឥឡូវគាត់បានចែកឋានគាត់ថាកាលណាខ្មែរមានកិច្ចកលល្បិចចំពោះខ្មែរគ្នាឯងគឺប្រែថាចាញ់ហើយពាក្យថាចាញ់ហ្នឹងគឺបានន័យថាកាលណាដែលយើងយកល្បិចកិច្ចកលហ្នឹងមកប្រើប្រាស់នៅក្នុងក្រុមគ្រួសារខ្លួនឯងប្រទេសជាតិខ្លួនឯងអញ្ចឹងវាអត់រីកចម្រើនទេល្បិចកិច្ចកលបានន័យថាចាញ់គឺថាបំបែកបំបាក់វាប្រឆាចទៅនឹងភាពសាមគ្គីនេះឯងកាលណាបែកបាក់គ្នាគឺថាធ្វើអីក៏អត់ជោគជ័យដែរកុំថាឡើយរឿងប្តីប្រពន្ធគ្រួសារអញ្ចឹងកាលណាដែលយើងប្រើល្បិចកិច្ចកលបំបែកបំបាក់ផ្ទៃក្នុងខ្លួនឯងហើយអត់ស្រស់ស្រួលគ្នាអត់ឯកភាពគ្នាទេយើងរកសេរីភាពយុត្តិធម៌សន្តិភាពនឹងអត់ឃើញទេអញ្ចឹងសូមឲ្យលោកអ៊ំលោកពូអ្នកមីងបងប្អូនប្រជាពលរដ្ឋកុំឲ្យអាកាត់បិទរារាំងសិទ្ធិសេរីភាពរបស់កូនតែយើងត្រូវតែប្រាប់បង្ហាញផ្លូវតាមរយៈផ្លូវត្រូវហើយចេះស្ដាប់កុំឲ្យមានការរើសអើងគ្នាហើយកិច្ចការងារជារួមគឺថាយើងចេះគោរពឲ្យតម្លៃគ្នាទៅវិញទៅមកបាទហើយកុំឲ្យមានភាពមានះមោទនភាពថាណែអញដើរមុនអញដឹងជើងចាស់ប៉ុន្តែពេលខ្លះអ្នកដើរមុនជើងចាស់មួយមែនប៉ុន្តែបើអត់មានប្លង់អត់មានផែនទីខ្វះព័ត៌មានអញ្ចឹងអាចវង្វេងផ្លូវដែរដល់ក្មេងសារក្រោយអាចមានបច្ចេកវិទ្យាគេស្គាល់ Google Map គេមាន direction គេច្បាស់អញ្ចឹងទៅគេអាចដើរច្បាស់ជាងយើងក៏មានដែរប៉ុន្តែយ៉ាងណាក្មេងក៏មិនត្រូវជើងថ្មីក៏មិនត្រូវមាក់ងាយដល់ឈើពុកដែរតែកុំឲ្យដើរកន្លងឈើពុកអញ្ចឹងមិនថាមានតែការសិក្សារៀនពីគ្នាទៅវិញទៅមកដើម្បីឲ្យយើងមានចំណេះដឹងមានតែចំណេះដឹងទេដែលអាចដើរទៅមុខបានហើយវាប្រកបដោយលូននិងជោគជ័យបើសិនជាយកស្មិមានះដាក់ចំពោះមុខគ្នាគឺថាយើងទៅមុខរួចហើយអញ្ចឹងដោយសារពេលវេលាខ្លីខ្ញុំសូមសង្ខេបជូនប៉ុណ្ណឹងហើយសូមឲ្យបងប្អូនយើងបញ្ញាឈរឲ្យនឹងនៅក្នុងទីនេះជគណៈបច្ចុប្បន្នថ្មីគឺសម្រេចចិត្តត្រូវធ្វើត្រូវហើយនឹងបានលទ្ធផលត្រឹមត្រូវជាមិនខានសូមអរគុណបាទ